Yes, hi everyone. Let's continue our English Headway Free Intermediate. Yeah, in this video we continue unit 5 and we focus on grammar sport. So you can open your book to page 51. So let's start. Yeah, grammar sport. Number 1. Find example in exercise 1, 2 and 3 of verb infinitive with 2, verb plus infinitive without 2, verb plus ing and preposition of with and to plus ing បាទអញ្ចឹងក្នុងចំណុចទី1នេះគឺគេឲ្យយើងរកឧទាហរណ៍ដែលដកស្រង់ចេញពីលំហាត់ទី1ទី2និងទី3ដែលមានទម្រង់ទាំង4នេះណាដែលមានទម្រង់ទាំង4ហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចទៅរកនៅឧទាហរណ៍ដែលចេញពីលំហាត់ទាំង3នោះបានបាទប៉ុន្តែខ្ញុំមានជាឧទាហរណ៍សម្រាប់បង្ហាញទៅដល់អ្នកទាំងអស់គ្នាបាទទៅតាម form នីមួយៗបាទអញ្ចឹងឧទាហរណ៍ form ទី1 for example yeah I want to work in office yeah បាទនេះគឺជា form ដែលយើងនិយាយថា form verb plus infinitive ហើយមកជាមួយនឹង to អញ្ចឹងណាទៅជា verb អ្នកទាំងអស់គ្នាអាចពិនិត្យមើល yeah verb ហ្នឹងគឺ want yeah want ហើយបូកជាមួយនឹង to ណាជាមួយនឹង to verb ហ្នឹងគឺជា verb infinitive yes form មួយទៀតណា verb plus infinitive without to I can do homework អញ្ចឹងអានឹងអត់មាន to ទេអញ្ចឹង can ហ្នឹងក៏ជា verb ដែរហើយ do នេះគឺជា infinitive មួយទៀត yeah verb plus ing អញ្ចឹង verb plus ing គឺឧទាហរណ៍ yeah I like studying អញ្ចឹង like ហ្នឹងជា verb ហើយ study នេះជា verb ដែរអញ្ចឹង verb បូកនឹង ing ណាមួយទៀតគឺ preposition of with and to បូកជាមួយនឹង ing yeah for example I'm thinking of អញ្ចឹងនេះ preposition របស់យើងគឺ preposition of ហើយបូកជាមួយនឹងអីគេ verb ing នេះណា verb ing គឺ visiting I'm thinking of visiting Angkor Wat today នេះជាឧទាហរណ៍ប៉ុន្តែform ទាំង4នេះអ្នកទាំងអស់គ្នាអាចទៅរកនៅឧទាហរណ៍នៅក្នុងលំហាត់ទី1និងទី2ទី1ទី2និងទី3ដែលយើងបានសិក្សាកាលពីវីដេអូមុនឬក៏អ្នកទាំងអស់គ្នាបើកសៀវភៅទៅទំព័រទី50បាទអញ្ចឹងយើងបន្តចូល number 2 what's the difference between these sentences អញ្ចឹងយើងមើលប្រយោគទាំងពីរខាងក្រោមហ្នឹងតើវាខុសគ្នាយ៉ាងម៉េច I like working in New York មួយទៀតគឺ I'd like to work in New York បាទអញ្ចឹងប្រយោគទាំងពីរហ្នឹងអ្នកទាំងអស់គ្នាគិតថាវាខុសគ្នាយ៉ាងម៉េចដែរអញ្ចឹងប្រយោគទី1គឺវាសំដៅទៅដល់ពេលបច្ចុប្បន្ន refer to now I like working in New York មានន័យថាកាលណាយើងនិយាយអញ្ចឹងគឺសំដៅទៅលើការចូលចិត្តក្នុងពេលបច្ចុប្បន្នហ្នឹងដល់ទី2 I'd like to work in New York អញ្ចឹងអាហ្នឹងគឺជា hypothetical and refer to future បាទស្អីគេ hypothetical ហ្នឹងបាទ hypothetical ហ្នឹងគឺមានន័យថាការស្មានការប៉ាន់ស្មានអញ្ចឹងប្រយោគទី2នេះសំដៅទៅដល់ការប៉ាន់ស្មានហើយវាសំដៅទៅដល់អនាគតអញ្ចឹងគឺមានភាពខុសគ្នាខាងលើគឺសំដៅទៅដល់ពេលបច្ចុប្បន្នហើយដល់យើងប្រើ would like នេះគឺវាសំដៅទៅដល់អនាគតណាហើយការប៉ាន់ស្មានអញ្ចឹងយើងចូលទៅចំណុចទី3ចំណុចទី3 complete the sentences with the words work in New York បាទអញ្ចឹងគេឲ្យយើងបំពេញប្រយោគខាងក្រោមហ្នឹងណាប្រយោគនឹងអស់ខាងក្រោមហ្នឹងជាមួយនឹងពាក្យថា work in New York put the verb work in the correct form បាទអញ្ចឹងគេឲ្យដាក់ work ហ្នឹងឲ្យត្រឹមត្រូវតាមទម្រង់របស់វាមួយអញ្ចឹងយើងមើលឧទាហរណ៍គេខាងក្រោមនេះ yeah I want អញ្ចឹងទម្រង់របស់វាឲ្យត្រឹមត្រូវគឺ I want to work in New York អញ្ចឹងអាហ្នឹងគឺយើង want to work មានន័យថាជា form នេះណា verb plus infinitive with to ឥឡូវទី2ប្រយោគទី2នេះតើយើងបំពេញបានយ៉ាងម៉េចបាទអញ្ចឹងអ្នកទាំងអស់គ្នាអញពេញបានយ៉ាងម៉េចមក check ជាមួយនឹងវីដេអូនេះយ៉ាអញ្ចឹងខ្ញុំអាចបំពេញបានថា I hope to work in New York យ៉ាប្រយោគទី3 I'd love ស្អីគេយ៉ា I'd love to work in New York yes ទី4 I'm thinking of អីគេ yeah thinking of working in New York yeah of មួយទៀត I enjoy អីគេ yeah enjoy working in New York មួយទៀតI'm working forward to វា
to working in New York ទី7 I'm fed up with working in New York the last one I can't work in New York បាទអញ្ចឹងgrammar លម្អិតបន្ថែមទៀតគឺយើងបើកទៅទំព័រទី146បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចបើកទៅទំព័រទី146ដើម្បីយើងបន្តទៅសិក្សា grammar លម្អិតអំពីចំណុចនេះគឺយើងមើលទៅ grammar reference 5.1 បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចបើកទៅទំព័រទី146ដើម្បីយើងបន្តសិក្សាជាមួយនឹងវីដេអូនេះអញ្ចឹង grammar reference របស់យើងគឺ 5.1 verb patterns here are 4 verb patterns មានន័យថាមាន verb pattern ទម្រង់4 there is a list of verb pattern on page 158 បាទអញ្ចឹងមាន list នៃ verb pattern ហ្នឹងនៅទំព័រទី158បាទអញ្ចឹងអ្នកទាំងអស់គ្នាអាចបើកទំព័រនេះនឹងឃើញ verb pattern បាទអញ្ចឹងឥឡូវយើងមកសិក្សាចំណុចនេះសិន number 1 verb plus to plus infinitive ឧទាហរណ៍ they want to buy a new car ឬក៏ I'd like to go abroad number 2 verb plus ing អញ្ចឹង verb plus ing ឧទាហរណ៍ we love going to parties I enjoy traveling abroad number 3 verb plus ing or plus to plus infinitive with no change in meaning បាទអញ្ចឹងចំណុចនេះគឺចង់និយាយថា verb បូកជាមួយនឹង ing ឬក៏ to plus infinitive ដោយមិនប្ដូរអត្ថន័យទេណាពីនៅខាងក្រោមនេះit started to rain បាទអញ្ចឹងអាហ្នឹងគឺយើងប្រើ it started to rain បានឬក៏យើងប្រើថា it started raining ក៏បានហើយណាមានអត្ថន័យដូចគ្នាមួយទៀត I continue to work in the library ឬក៏យើងអាចនិយាយថា I continue working in the library បាទអញ្ចឹងក៏បានដែរហើយអត្ថន័យគឺវាដូចគ្នា number 4 verb plus preposition plus ing យើងមើលឧទាហរណ៍មាន2ខាងក្រោមនេះwe are thinking of moving house បាទអញ្ចឹង preposition គឺ of ណាហើយនេះគឺ verb sing sing គឺជា verb ហើយ move នេះជា verb ដែរបូកជាមួយនឹង ing ទៀត I'm looking forward to having more free time អញ្ចឹងយើងមើល preposition គឺ forward to ហើយ look គឺជា verb ហើយបូកជាមួយនឹង verb have បូកនឹង ing អញ្ចឹងយើងបន្តទៅចំណុចមួយទៀតគឺតកតងទៅនឹង like doing ហើយនឹង would like to do អញ្ចឹង like doing ហើយនឹង would like to do នឹងវាខុសគ្នាយ៉ាងម៉េចវាខុសគ្នាយ៉ាងម៉េចដោយខ្ញុំបានលើកឡើងខាងដើមមិញអញ្ចឹងក្នុង grammar sport ហ្នឹងគឺតកតងទៅនឹង like ហើយនឹង would like បាទឥឡូវយើងមើលចំណុចទី1 like doing and love doing express general enjoyment បាទអញ្ចឹង like doing ហើយនឹង love doing ហ្នឹងគឺវាបញ្ជាក់អំពីការចូលចិត្តជាទូទៅឥឡូវយើងមើលឧទាហរណ៍ I like working as a teacher បាទហ្នឹងគឺជាការចូលចិត្តមួយជាទូទៅហើយមានន័យថា I am a teacher and I enjoy it បាទអញ្ចឹងមានន័យថាយើងជាគ្រូបង្រៀនហើយយើងពេញចិត្តនឹងមុខរបរជាគ្រូបង្រៀនហ្នឹងមួយទៀត I love dancing អញ្ចឹង I love dancing មានន័យថា this is one of my hobby អញ្ចឹងវាថា dancing ហ្នឹងវាជាទម្លាប់របស់យើងហើយអញ្ចឹងហើយបានជាយើងនិយាយថា I love dancing អញ្ចឹងអាហ្នឹងបញ្ជាក់អំពី general enjoyment ឥឡូវយើងមើល number 2 would like to do and would love to do express a preference now or at a specific time អញ្ចឹងចំណុចទី2នេះគឺចង់និយាយអំពី would like ហើយនឹង would like to do ហើយនឹង would love to do គឺវាបញ្ជាក់អំពីការចូលចិត្តនៅពេលបច្ចុប្បន្នឬក៏នៅពេលវេលាជាក់លាក់ណាមួយឥឡូវយើងមើលឧទាហរណ៍ I'd like to be a teacher ខាងលើគេដាក់ I like working as a teacher ប៉ុន្តែអានេះគឺយើងប្រើថា I'd like to be a teacher អញ្ចឹងមានន័យថា when I grow up I want to be a teacher បាទអញ្ចឹងអាហ្នឹងគឺសំដៅដល់ future ដល់ future អញ្ចឹងឥឡូវគាត់ខ្លាយជាគ្រូបង្រៀននៅប៉ុន្តែគាត់ថាគាត់ចង់ខ្លាយទៅជាគ្រូបង្រៀននៅពេលដែលគាត់ធំដែរណា Thanks I love to dance អរគុណខ្ញុំចូលចិត្តរាំអញ្ចឹងប្រយោគហ្នឹងគឺចង់និយាយថាម៉េចចង់មានន័យថា at the party please you ask me មានថានៅក្នុងពិធីជប់លៀងនេះ
ខ្ញុំចង់ឲ្យអ្នកអញ្ជើញខ្ញុំឡើងរាំអញ្ចឹងសួរថាបានរាំនៅអត់ទាន់រាំនេះមិនទាន់ដល់កម្មវិធីជប់លៀងទេអញ្ចឹងយើងប្រើប្រយោគនេះគឺសំដៅដល់ specific time នៅក្នុងពិធីជប់លៀងនឹងឬក៏នៅពេលអនាគតឥឡូវយើងចូលទៅមើល question វិញតើ question ឲ្យយើងឆ្លើយយ៉ាងម៉េចតកតងទៅនឹង would like ឥឡូវសំណួរទី1 would you like to done ចម្លើយយើងអាចឆ្លើយថា yes I would ឬក៏ yes I would love to បាទអញ្ចឹងមានន័យថាខ្ញុំចូលចិត្តឬក៏ខ្ញុំពេញចិត្ត would you like to come for a walk អញ្ចឹងចម្លើយយើងអាចឆ្លើយបានថា yes I would ឬក៏ no thank you អញ្ចឹងយើងអត់អាចឆ្លើយថា no I wouldn't បានទេកាលណាយើងឆ្លើយ no I wouldn't មានន័យថា no I wouldn't នឹងគឺជា impolite word អញ្ចឹងគឺយើងកុំឆ្លើយពាក្យថា no I wouldn't នេះអ្នកទាំងអស់គ្នាឃើញ note នៅខាងក្រោមទេអញ្ចឹងយើងអាចឆ្លើយថា no I wouldn't បានទេណាបាទអញ្ចឹងវីដេអូថ្ងៃនេះដូចជារឿងវែងបន្តិចអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់ពី grammar ដែលយើងសិក្សានៅថ្ងៃនេះហើយនៅចុងនៃវីដេអូនេះក៏ខ្ញុំមានជាលំហាត់មួយទុកឲ្យអ្នកទាំងអស់គ្នាយកធ្វើរៀនធ្វើទាក់ទងទៅនឹង grammar ដែលយើងបានសិក្សាបាញ់នេះហើយយើងវឹកហាត់លើសមត្ថភាពរបស់យើងមើលតើអ្នកទាំងអស់គ្នាធ្វើបានត្រឹមត្រូវបានប្រមាណភាគរយបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនធ្វើលំហាត់នេះបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះបាទ Thanks for watching see you next video bye bye